តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាសត្វឥន្ទ្រីតែងតែហោះខ្ពស់ជាងសត្វបក្សីផ្សេងៗទៀតនៅពេលសត្វផ្សេងៗរត់គេចពីព្យុះដើម្បីរកទីជម្រកសត្វឥន្ទ្រីវិញកំពុងត្រដាងស្លាបហើយហោះឡើងខ្ពស់ជាងមុនជីវិតរបស់យើងក៏ដូចគ្នាព្យុះគឺមិនមែនជាអ្វីត្រូវគេចទេប៉ុន្តែជាអ្វីដែលយើងត្រូវឆ្លងកាត់និងរៀនសូត្រដើម្បីរីកចម្រើនទៅមុខអ្នកទាំងអស់គ្នាសូមស្ដាប់ podcast ថ្ងៃនេះដើម្បីស្វែងយល់ពីមេរៀនជីវិតទាំង5ដ៏អស្ចារ្យដែលយើងអាចរៀនបានពីសត្វឥន្ទ្រីដែលអាចជួយឲ្យអ្នកទាំងអស់គ្នាអាចប្រឈមមុខនឹងឧបសគ្គដើម្បីរីកចម្រើននិងឈ្មោះផុតពីដែនកំណត់របស់ខ្លួនឯង Kamtauli Podcast, a place where you can listen to a series of Dharma and knowledge. សូមជម្រាបសួរនិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Kamtauli Podcast episode ទី18បញ្ញាជីវិតជាមួយនឹងខ្ញុំបាទសុផានិតថ្ងៃនេះយើងនឹងនិយាយអំពីសត្វមួយដែលតំណាងឲ្យកម្លាំងសេរីភាពនិងចក្ខុវិស័យខ្ពង់ខ្ពស់សត្វនោះគឺសត្វឥន្ទ្រីពួកវាមានលក្ខណៈពិសេសមិនដូចសត្វបក្សីផ្សេងៗនោះទេតាមពិតទៅសត្វឥន្ទ្រីអាចបង្រៀនយើងរឿងរ៉ាវជាច្រើនអំពីការរស់នៅការបដិញ្ញាចិត្តនិងការផ្លាស់ប្ដូរជីវិតឥឡូវនេះសូមចូលរួមស្ដាប់មេរៀនជីវិតទាំង5ចំណុចដ៏សំខាន់ពីសត្វឥន្ទ្រីមេរៀនទី1សត្វឥន្ទ្រីហោះឡើងខ្ពស់មិននៅទីទាបដូចបក្សីតូចផ្សេងទៀតទេយើងដឹងហើយថាសត្វឥន្ទ្រីមិនហោះនៅកម្ពស់ទាបដូចសត្វបក្សីធម្មតានោះទេវាហោះនៅលើមេឃខ្ពស់ពីលើពពកដែលមិនមានសត្វណាអាចធ្វើតាមវាបាននេះជាមេរៀនសម្រាប់យើងកុំឲ្យតម្លៃនឹងក្តីសុបិនរបស់ខ្លួនឯងត្រូវបង្អាក់ដោយក្រុមមនុស្សដែលមានគំនិតអវិជ្ជមានឲ្យសោះឧទាហរណ៍ជាក់ស្ដែងនៅក្នុងជីវិតរបស់យើងវិញនៅពេលដែលអ្នកចាប់ផ្ដើមគម្រោងថ្មីឬបន្តតាមក្តីស្រមៃដែលខុសពីគេអ្នកខ្លះអាចនិយាយថាអ្នកមិនអាចធ្វើបានទេតែដូចសត្វឥន្ទ្រីវិញអ្នកត្រូវឡើងខ្ពស់ជាងសម្លេងរំខានទាំងអស់នោះបើអ្នកនៅកម្ពស់ខ្ពស់គ្រប់គ្រាន់អ្នកនឹងមិនលើសម្លេងរំខានបង្អាក់ដំណើរទាំងអស់នោះទៀតទេមេរៀនទី2សត្វឥន្ទ្រីមិនខ្លាចព្យុះទេវាហោះឡើងក្នុងព្យុះនៅពេលព្យុះកើតឡើងសត្វភាគច្រើនស្វែងរកទីជ្រកកោនប៉ុន្តែសត្វឥន្ទ្រីវិញវាប្រើកម្លាំងខ្យល់ដើម្បីរុញវាឲ្យហោះខ្ពស់ជាងមុននិងហោះពីលើព្យុះដែលកំពុងកើតឡើងវាមិនគេចពីបញ្ហាប៉ុន្តែប្រើបញ្ហាដើម្បីក្លាយជាចំណុចល្អឡើងទៅឧទាហរណ៍នៅក្នុងជីវិតរបស់យើងវិញនៅពេលអ្នកជួបបញ្ហាក្នុងការងារឬជីវិតផ្ទាល់ខ្លួនឬបញ្ហាក្នុងការសិក្សាកុំគេចវេះត្រូវតែហ៊ានប្រឈមមុខហើយប្រើវាជាឱកាសក្នុងការអភិវឌ្ឍខ្លួនដោយសត្វឥន្ទ្រីដែរប្រើកម្លាំងខ្យល់ឆ្លងកាត់ព្យុះយើងក៏អាចប្រើការលំបាកជាជំហានឡើងទៅសម្រាប់ជោគជ័យបានផងដែរចូលឆ្នៃរាល់សម្ពាធទាំងឡាយដែលមានមកលើអ្នកឲ្យក្លាយជាកម្លាំងចលករជំរុញអ្នកឲ្យឆ្ពោះទៅមុខហើយចងចាំថាភាពលំបាកតែងតែជួយយើងឲ្យរីកចម្រើនជាងមុនបើយើងមិនបោះបង់និងមិនចុះញោមមេរៀនទី3សត្វឥន្ទ្រីហោះហើរតែឯងពេលខ្លះអ្នកក៏ត្រូវការនៅជាមួយខ្លួនឯងផងដែរយើងដឹងហើយថាសត្វឥន្ទ្រីវាមិនហោះហើរជាក្រុមដូចសត្វបក្សីផ្សេងៗទេវាធ្វើដំណើរឯកោនៅពេលវាចង់ផ្លាស់ប្ដូរជីវិតឬក៏ស្វែងរកទីកន្លែងមួយដែលថ្មីជីវិតមនុស្សយើងក៏ដូចគ្នាមានពេលខ្លះអ្នកក៏ត្រូវធ្វើដំណើរតែម្នាក់ឯងហើយត្រូវដឹងថាការចំណាយពេលតែម្នាក់ឯងក៏រួមចំណែកនៃភាពរីកចម្រើនផងដែរឧទាហរណ៍នៅក្នុងជីវិតមានពេលខ្លះយើងត្រូវសម្រេចចិត្តដោយខ្លួនឯងដូចជាការផ្លាស់ប្ដូរការងាររៀនអ្វីដែលថ្មីឬក៏ចាក់ចេញពីមជ្ឈដ្ឋានដែលបំពោលផ្លូវចិត្តរបស់អ្នកយើងក៏គួរតែដឹងទៀតថាការសម្រេចចិត្តធ្វើអ្វីមួយដើម្បីអភិវឌ្ឍខ្លួនមិនតែងតែមានអ្នកគាំទ្រនោះទេតែយើងត្រូវចាំថាដូចជាសត្វឥន្ទ្រីអញ្ចឹងមនុស្សដ៏អស្ចារ្យភាគច្រើនគឺកើតឡើងនៅពេលដែលពួកគេឯកាហើយកំពុងស្វែងរកផ្លូវថ្មីដើម្បីស្វែងយល់ពីសក្តានុពលភាពរបស់ខ្លួនឯងនិងតម្រង់ផ្លូវជីវិតមេរៀនទី4សត្វឥន្ទ្រីផ្លាស់ប្ដូរខ្លួនវានៅពេលវាចាស់ការផ្លាស់ប្ដូរគឺជាការរស់រានមានជីវិតនៅពេលសត្វឥន្ទ្រីមានអាយុប្រមាណជា40ឆ្នាំវាត្រូវធ្វើសេចក្តីសម្រេចចិត្តដ៏ធំមួយដើម្បីប្រឈមមុខនឹងការផ្លាស់ប្ដូរមួយដ៏ឈឺចាប់ចំពោះរាងកាយវានឹងហើរចេញទៅកន្លែងលាក់ខ្លួនតាមជ្រលងភ្នំដើម្បីផ្លោផ្លាស់ក្រញាំបំបាក់ចំពោះចាស់និងរំចាស់ចោលហើយរងចាំរបស់ថ្មីរត់ឡើងវិញបន្ទាប់ពីពេលវេលានៃការសង្ងំខ្លួនផ្លាស់ប្ដូរសត្វឥន្ទ្រីនោះនឹងក្លាយជាថ្មីដូចជាសត្វវ័យក្មេងហើយអាចរស់បន្តរយៈពេល30ឆ្នាំបន្តទៅមុខទៀតយើងត្រូវដឹងថារាល់ការផ្លាស់ប្ដូរវាមិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែជាវិធីមួយគត់ដែលអាចឲ្យអ្នករីកចម្រើនទៅមុខនិងការអភិវឌ្ឍខ្លួនជាថ្មី
ឧទាហរណ៍នៅក្នុងជីវិតយើងក៏ដូចគ្នាដែរបើសិនបើអ្នកចង់ដល់ចំណុចកំពូលថ្មីអ្នកត្រូវដោះលែងអតីតកាលបោះចោលអ្វីដែលធ្វើឲ្យអ្នកខ្លួនឯងមិនរីកចម្រើនដូចជាទម្លាប់មិនល្អចាស់ឬក៏ការភ័យខ្លាចហើយចាក់ចេញពីមនុស្សដែលបំពុលអ្នកហើយអ្នកត្រូវចាប់ផ្ដើមឡើងវិញជាថ្មីឬបើជាការផ្លាស់ប្ដូរមួយនេះវាជាចាប់ពិតមែនតែវាពិតជាអាចឲ្យអ្នកទទួលបានកម្លាំងខ្លាំងជាងមុនអំពីបន្តដំណើរទៅចំណុចដែលល្អប្រសើរជាងពេលមុនមេរៀនទី5សត្វឥន្ទ្រីមិនចាប់សត្វស្លាប់ទេវាចាប់តែសត្វរស់ត្រូវសកម្មនិងរស់រានសត្វឥន្ទ្រីវាមិនស៊ីអាហារដែលស្លាប់នៅឡើយវាចាប់តែសត្វរស់ដើម្បីបង្ហាញពីភាពសកម្មនិងភាពរស់រានមានជីវិតនេះចង់បង្រៀនយើងឲ្យដឹងថាអ្នកមិនត្រូវជំពាក់ក្នុងអតីតកាលហើយអ្នកត្រូវតែសកម្មនិងផ្ដោតលើបច្ចុប្បន្នភាពរបស់អ្នកប្រសើរជាងឧទាហរណ៍នៅក្នុងជីវិតគំរោះក្នុងអតីតកាលឬនៅក្នុងអារម្មណ៍ចាស់និងកំហុសពីអតីតបើពុំនោះសោតអ្នកនឹងមើលមិនឃើញអ្វីដែលនៅខាងមុខអ្នកនោះឡើយដូច្នេះយើងត្រូវរៀនរស់នៅថ្ងៃនេះបង្កើតអ្វីដែលថ្មីមានទស្សនៈវិជ្ជមានបើកចិត្តដើម្បីទទួលយកឱកាសថ្មីដែលចូលមកដល់ដោយសត្វឥន្ទ្រីដែលរកអាហារថ្មីជារៀងរាល់ថ្ងៃយើងក៏ត្រូវស្វែងរកឱកាសថ្មីនៅក្នុងជីវិតផងដែរសរុបសេចក្តីមកសត្វឥន្ទ្រីបង្រៀនយើងឲ្យដឹងថាជីវិតមិនមែនអំពីការជៀសវាងព្យុះទេប៉ុន្តែជារឿងអំពីការហោះឡើងខ្ពស់ពីលើព្យុះវាបង្រៀនយើងឲ្យដឹងថាអំពីការផ្លាស់ប្ដូរដោយអង់អាចភាពឯកោការជ្រើសរើសកម្ពស់ប្រឈមមុខនឹងបញ្ហាផ្សេងដែលកើតមាននិងភាពរស់រានមានជីវិតក្នុងពេលបច្ចុប្បន្នឲ្យបានប្រសើរនិងល្អបំផុតបើអ្នកអាចយកមេរៀនទាំងនេះទៅអនុវត្តអ្នកនឹងក្លាយជាអ្នកដែលមានកម្លាំងដូចជាសត្វឥន្ទ្រីហោះទៅរកសុបិនមួយដ៏ខ្ពស់របស់អ្នកសូមអរគុណអ្នកស្ដាប់ទាំងអស់គ្នាដែលបានចូលរួមក្នុង Camtaly Podcast Episode ទី18នេះអំពីមេរៀនជីវិតពីសត្វឥន្ទ្រីបើសិនបើអ្នកចូលចិត្តអត្ថបទបែបនេះសូមចែករំលែកទៅកាន់មិត្តភ័ក្តិនិងក្រុមគ្រួសារហើយសូមចុច Follow និង Subscribe ដើម្បីមិនខកខាននឹងវីដេអូថ្មីៗនៅសប្តាហ៍ក្រោយរីករាយនឹងជីវិតនិងហោះឡើងខ្ពស់ដូចជាសត្វឥន្ទ្រីខ្ពស់ជានិច្ច